គិតមកត្រឹមថ្ងៃទី2ខែតុលាឆ្នាំ2025នេះអស់រយៈកាល65ថ្ងៃហើយដែលវិរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃនៅថ្ងៃទី2ខែតុលាឆ្នាំ2025នេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបន្តដាក់ញត្តិលើកទី2ទៅកាន់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដើម្បីឲ្យរាជរដ្ឋាភិបាលថៃធានានឹងដោះលែងកងទ័ពកម្ពុជាទាំង18រូបដោយឥតលក្ខខណ្ឌដោយយោងទៅតាមលិខិតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ទៅកាន់លោកវ៉ុលខឺទុកឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសូមគោរពគូសារជាថ្មីចំពោះញត្តិរបស់កសមកចុះថ្ងៃទី1ខែសីហាឆ្នាំ2025ពាក់ព័ន្ធនឹងការឃុំខ្លួនដោយខុសច្បាប់ការប្រព្រឹត្តមិនគប្បីនិងការធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាចំនួនតែ2នាក់ត្រឡប់មកវិញក្នុងចំណោម20នាក់ដោយយោធាថៃគិតត្រឹមថ្ងៃទី2ខែតុលាឆ្នាំ2025នេះគឺមានរយៈពេល65ថ្ងៃហើយដែលកងទ័ពកម្ពុជាចំនួន18រូបត្រូវបានឃុំខ្លួនដោយយោធាថៃក្រោយកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងកម្ពុជានិងថៃចូលជាធរមាននៅពាក់កណ្ដាលយប់ថ្ងៃទី28ខែកក្កដាឆ្នាំ2025គណៈកម្មាធិការសិទ្ធិមនុស្សនៃកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារការបន្តឃុំខ្លួនដោយខុសច្បាប់បាននាំឲ្យមានការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងច្បាប់មនុស្សធម៌អន្តរជាតិរួមមានការហាមឃាត់ការឃុំខ្លួនតាមទំនឹងចិត្តដោយសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ក្រុមគ្រួសាររបស់កងទ័ពកម្ពុជាទាំង18នាក់ដែលត្រូវបានឃុំខ្លួនកំពុងទទួលរងនូវភាពសោកសៅពេលវេលាកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃដោយគ្មានដំណឹងពីមនុស្សជាទីស្រឡាញ់របស់ខ្លួននាំឲ្យពួកគាត់មានការឈឺចាប់ភ័យខ្លាចនិងទុក្ខព្រួយក្នុងចិត្តជានិច្ចម្ដាយឪពុកប្រពន្ធនិងកូនពួកគាត់កំពុងទទួលរងនូវភាពទុក្ខព្រួយនិងមិនអាចបន្តសម្រានលក់និងព្រួយបារម្ភគ្រប់ពេលវេលាព្រោះមិនដឹងឲ្យប្រកាសថាមនុស្សជាទីស្រឡាញ់របស់ពួកគាត់មានសុវត្ថិភាពនៅមានជីវិតឬការប្រព្រឹត្តដោយមនុស្សធម៌ឬយ៉ាងណាសម្លេងសាមគ្គីរបស់ពួកគាត់បង្កើតឲ្យមានកិច្ចអន្តរាគមន៍បន្ទាន់សម្រាប់ក្តីមេត្តាភាពយុត្តិធម៌និងការយកចិត្តទុកដាក់របស់ឯកឧត្តមដើម្បីធានាឲ្យមានការដោះលែងនិងធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាទាំង18រូបវិញដោយសុវត្ថិភាពអាស្រ័យហេតុនេះគណៈកម្មាធិការសិទ្ធិមនុស្សនៃកម្ពុជាសូមគោរពស្នើសុំការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដែលមានអាណត្តិក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សទាំងទំនាក់ទំនងជាបន្ទាន់ជាមួយនឹងរាជរដ្ឋាភិបាលប្រទេសថៃដើម្បីធានាដល់ការដោះលែងដោយឥតលក្ខខណ្ឌនិងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង18នាក់ស្របតាមច្បាប់អន្តរជាតិគណៈកម្មាធិការសិទ្ធិមនុស្សនៃកម្ពុជាសូមគូសបញ្ជាក់ផងដែរថាកង្វះខាតសកម្មភាពជាក់ស្ដែងនិងទាន់ពេលវេលាអាចនឹងត្រូវបកស្រាយថាជាការយល់ស្របឬការប្រងើយកន្តើយចំពោះការរំលោភបំពានសិទ្ធិមនុស្សអន្តរជាតិនិងសិទ្ធិមនុស្សធម៌អន្តរជាតិភាពអសកម្មនេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងខូចកិត្តិយសរបស់កងទ័ពកម្ពុជានោះទេថែមទាំងបង្កើតគំរូអាក្រក់ចំពោះការរួចផុតពីទោសទណ្ឌដែលធ្វើឲ្យកេរ្តិ៍ឈ្មោះនិងប្រសិទ្ធភាពនៃប្រព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិចុះខ្សោយផងដែរហេតុដូចនេះហើយយើងជំរុញឲ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដោះស្រាយបញ្ហានេះជាបន្ទាន់ហើយគាំទ្រដល់កម្ពុជាក្នុងការស្នើឲ្យមានការទទួលខុសត្រូវចំពោះការរំលោភបំពានទាំងនេះគណៈកម្មាធិការសិទ្ធិមនុស្សនៃកម្ពុជាមានក្តីរំពឹងលើការចូលរួមរបស់ឯកឧត្តមក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្សច្បាប់មនុស្សធម៌អន្តរជាតិនិងយុត្តិធម៌សម្រាប់ជនរងគ្រោះនៃអំពើខុសច្បាប់បែបនេះសូមឯកឧត្តមទទួលយកនៅការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំដោយក្តីគោរពកៅរ៉េមីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៃកម្ពុជា